សពស្ត្រីម្នាក់ដែលត្រូវឃាតករវាយសម្លាប់ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង 7:05 នាទីព្រឹកថ្ងៃទី 10 ខែមីនាឆ្នាំ 2025 នេះនៅចំណុចដីឡូទុកចោលមួយកន្លែងផ្លូវអង្គញាដេប៊ូភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញត្រូវបានគេស្គាល់អត្តសញ្ញាណហើយចំណែកឯឃាតករក៏ស្គាល់អត្តសញ្ញាណដែរគឺជាអតីតប្តីរបស់ជនរងគ្រោះនោះតែម្ដងស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះអ៊ុនស្រីលក្ខភេទស្រីអាយុ25ឆ្នាំមុខរបរបុគ្គលិកភោជនីយដ្ឋានជា Anon Garden មានទីលំនៅផ្ទះលេខ589ផ្លូវលំភូមិព្រែកតកុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញចំណែកឃាតករដាច់ដោលដែលសម្លាប់អតីតប្រពន្ធមានឈ្មោះថាបនសេងហាប់ភេទប្រុសបច្ចុប្បន្នកិច្ចខ្លួនសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនបើតាមស្ត្រីឈ្មោះផៃឈឿនអាយុ51ឆ្នាំជាម្ដាយបង្កើតជនរងគ្រោះបានប្រាប់ឲ្យដឹងថាកាលពីអំឡុងឆ្នាំ2022កូនស្រីបានសែនព្រេនជាមួយនឹងបរិសុទ្ធជាប្តីឈ្មោះបោនសេងហាប់ដែលជាឃាតករហើយបានរស់នៅជាមួយគ្នារហូតមានកូនស្រីចំនួន1នាក់នៅក្នុងអំឡុងឆ្នាំ2024កូនស្រីបានបែកបាក់គ្នាដោយសារការរស់នៅមិនចុះសម្រុងហើយបានចាក់ចេញពីផ្ទះទៅធ្វើជាអ្នកបើកបរតាមស្ត្រីជាម្ដាយបានឲ្យសមត្ថកិច្ចដឹងទៀតថាកាលពី4ថ្ងៃមុនជនសង្ស័យបានមករកកូនស្រីរបស់គាត់ដែលជាជនរងគ្រោះលុះលើវេលារសៀលថ្ងៃទី9ខែមីនាឆ្នាំ2025កូនស្រីបានរៀបចំខ្លួនទៅធ្វើការដូចសពមួយដងហើយនៅព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ពុំឃើញត្រឡប់មកផ្ទះវិញហើយទូរស័ព្ទក៏មិនចូលលុះក្រោយមកទើបដឹងថាកូនស្រីបានស្លាប់តាមស្ត្រីឈ្មោះធុនធួដែលជាមេការភោជនីយដ្ឋានធ្វើការជាមួយនឹងជនរងគ្រោះបានប្រាប់ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី7និងទី8ខែមីនាឆ្នាំ2025ជនរងគ្រោះបានកក់កញ្ចោះឲ្យប្តីមកផឹកស៊ី2ថ្ងៃជាប់គ្នាហើយពេលកំពុងផឹកស៊ីក៏មានទាស់ពាក្យសម្ដីជាមួយគ្នាជាបន្តបន្ទាប់តាមស្ត្រីជាមេការបានឲ្យដឹងទៀតថានៅល្ងាចថ្ងៃទី9ខែមីនាឆ្នាំ2025ជនរងគ្រោះបានកក់កញ្ចោះឲ្យប្តីនាងមកផឹកស៊ីម្ដងទៀតពេលកំពុងផឹកស៊ីនៅវេលាម៉ោង 10:10 នាទីយប់ជនរងគ្រោះនិងប្តីបានឆ្លោះប្រកែកគ្នាដោយប្តីជនរងគ្រោះប្រច័ណ្ឌជនរងគ្រោះខណៈនោះបុគ្គលិកហាងនិងរូបនាងក៏បានចូលទៅឃាត់នៅវេលាម៉ោងប្រហែល 11:30 នាទីយប់ជនរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាងរួចឡើងជិះម៉ូតូជាមួយនឹងប្តីដោយនាងបានប្រាប់ថាទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆានៅពេលនោះនាងក៏បានប្រាប់ថាកុំឆ្លោះគ្នាទៀតអីហើយស្រាប់តែបរិសុទ្ធជាប្តីនោះបាននិយាយថាយកនាងទៅសម្លាប់ចោលហើយរហូតដល់វេលារសៀលថ្ងៃទី10ខែមីនាក៏ទទួលដំណឹងថាជនរងគ្រោះបានស្លាប់គួរបញ្ជាក់ថានៅវេលាម៉ោង 7:05 នាទីព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ប្រជាពលរដ្ឋដែលបានធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិក៏ប្រទះឃើញសាកសពស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូទុកចោលមួយកន្លែងតាមផ្លូវអង្គញាដេបូភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញបន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានបានចុះទៅហ៊ុមព័ទ្ធនៅកន្លែងកើតហេតុនិងបានតាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះត្រួតពិនិត្យនៅកន្លែងកើតហេតុមានរបងព័ទ្ធជំវិញតាមការត្រួតពិនិត្យសាកសពនៅក្នុងហោប៉ៅសំពត់មានក្រវិលកំប៉ុងស្រាបៀរចំនួន5កូនសោម៉ូតូចំនួន1សោដែកចំនួន2លុយខ្មែរចំនួន 43,500 រៀលសាកសពមានស្នាមជាប់ភ្នែកទាំងសងខាងស្នាមជាប់នៅលើផ្ទៃមុខទាំងសងខាងតែម្ដងតាមការត្រួតពិនិត្យសាកសពលោកអុកញ៉ាវិជ្ជបណ្ឌិតនងសវណ្ណរតគ្រូពេទ្យកុសលវិជ័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថានារីរងគ្រោះបានស្លាប់ដោយសារការវាយក្បាលនិងខ្ទប់ដង្ហើមដែលជាករណីឃាតកម្មហើយនៅវេលារសៀលដឹងដំណឹងដល់ក្រុមគ្រួសារនិងមានការបំភ្លឺបែកធ្លាយឃាតករគឺជាអតីតប្តីជនរងគ្រោះនោះតែម្ដង